Bah, bonjour à toutes, bonjour à tous. Et voilà, aujourd'hui il fait beau et je vais à la braderie de Lille pour visiter. Vì bạn tiếng bà các bạn mà khi xưa đây nó đi chừng ngày này dường từ lệnh braderie de Lille chừng cứ chỉ cam vị trí mũi để cái đã tăng bằng hai nhà tam plei này những công việc đầm na từ tam plan đi công Boulogne-sur-Mer dans la région Hauts-de-France chừng chỉ tu tới nên ní cứ ngày Tết miền mà được tết tam plei hay xung quanh tờ lan công để dường chỉ rồi ngày cái miền này cái vừa cả tại pi ngày chăn là hội đoàn ngày sai tiền anh đang chia riêng một điện tại đằng này hay là đi kiểu màu ấy từ rồi đấy bờ rồi toàn tí rồi nhom màu riêng lết hay sao để pi nhom màu gà SNCF nó cứ pra dạ về bài gì tung bà mà pi lô cả lá chân bài gì tung chật màu ấy đá chân ní nhom rồi đấy rồi sao bài màn thì thế này chân mà tao pi rồi bàn mà tung máu nhom bàn mà đào khang lưỡi nằm bây giờ chi TER ค่ะ TER นั่นคือជាប្រភេទរថភេទរថភ្លើងភេទរថភ្លើងដែលយើងជិះនៅក្នុងតំបន់នេះតតែ TGV មានឲ្យយើងជិះលឿនលឿនជិះចេញក្រៅតំបន់ជាដើមចឹងនៅតាមផ្លូវហ្នឹងថ្ងៃហ្នឹងមនុស្សច្រើនមែនទេនៅតាមរថភ្លើងហ្នឹងរសារអីគេទៅលេង Braderie de Lille ហើយបើបងប្អូនអត់ដឹងទេ Braderie de Lille ហ្នឹងគឺយើងប្រពតែម្ដងទេក្នុងមួយឆ្នាំនៅចុងសប្តាហ៍ទី1នៃខែកញ្ញារៀងរាល់ឆ្នាំអញ្ចឹងអានេះខ្ញុំបានមកដល់ទៅខ្ញុំក៏ឆ្លៀតទៅលេងហើយទៅព្រោះឆ្នាំក្រោយមិនច្បាស់ថាយើងបានទៅលេងអត់ទេអាចនឹងរវល់ឬក៏អាចនឹងត្រឡប់ទៅខ្មែរវិញដើមចឹងបន្ទាប់ពីជិះរថភ្លើងបានប្រហែលជាខ្ទង់1ម៉ោងមកខ្ញុំមកដល់ Calais Frétan ហ្នឹងគឺជាទីក្រុងមួយទៀតមុននឹងទៅដល់ទីក្រុង Lille ហើយគេដាក់អ្នកដំណើរបន្ថែមយ៉ាងទៅហើយបងប្អូនមិនឆ្ងល់ថាមិនបានខ្ញុំថតទៅជើងជាងគឺដោយសារតែខ្លាចប៉ះមុខគេជាដើមណាព្រោះឯនៅស្រុកបារាំងនេះមិនបានទេបើប៉ះមុខគេមិនស្រួលហ្នឹងគេអាចស្ដីឲ្យយើងក៏ប្តឹងយើងថាបានដែរគេហៅថា droit de l'image ណាមានថាកម្មសិទ្ធិបញ្ញារបស់គេឬការថតរូបនឹងជឿយកអាចចេះថតគេបានទេអញ្ចឹងឥឡូវខ្ញុំបានឡើងរថភ្លើងមួយទៀតហើយដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Lille ដែលចេញពីទីក្រុង Calais ហ្នឹងហើយនៅក្នុងស្ថានីយ៍ Calais Frétan Saint-Omer, Avroux, Bailleul, Armentières et vendre notre terminus. Arrivée prévue en gare de Saint-Omer à 10h34, arrivée prévue en gare d'Avroux à 10h47 et arrivée prévue en gare de Lille vendre notre terminus. បាទបន្ទាប់ពីយើងបានស្ដាប់គេហើយទៅទូរស័ព្ទខ្ញុំអស់ថ្មខ្ញុំបានថតរីតទៅទេហើយមកស្ទុះក្រោយមកយើងបានមកដល់ស្ថានីយ៍នៅទីក្រុង Lille ហើយនៅស្ថានីយ៍ទីក្រុង Lille ហ្នឹងមានស្ថានីយ៍ពីរធំដែលគេឧស្សាហ៍ចោលគឺមាន Lille Flandre ហើយនិង Lille Europeអញ្ចឹងយើងត្រូវមើលហងថាទិសដៅយើងទៅណាអញ្ចឹងខ្ញុំមក Lille Flandre ដោយសារតែកន្លែង Braderie ហ្នឹងគឺចេញមកគឺនៅមុខហើយនេះចាប់ដើមមកដល់ហើយកម្មវិធីគេហ្នឹងគឺ Braderie de Lille ហ្នឹងគឺបើនិយាយទៅមានថាកម្មវិធីមួយដែលគេលក់របស់ជូសអញ្ចឹងឬក៏របស់បញ្ចុះតម្លៃអញ្ចឹងតាមផ្លូវគឺលក់ឲ្យគ្រប់ផ្លូវទាំងអស់ដូចខ្ញុំបានបញ្ជាក់កាលខ្ញុំបានផុសអញ្ចឹងណាគឺមានប្រវាយរហូតដល់ទៅជាង110គីឡូហើយថ្ងៃនេះខ្ញុំដើរបានតែជាង20គីឡូខ្ញុំទុនជើងហើយម្យ៉ាងទៀតក៏ថ្មទូរស័ព្ទទៅខ្ញុំក៏ត្រឡប់មក Carrefour វិញដើម្បីបញ្ចូលថ្មទូរស័ព្ទអញ្ចឹងឲ្យបានដើរទៀតទេចឹងបើតាមអារម្មណ៍ខ្ញុំចាក់ស្ដែងគឺមានអារម្មណ៍ថាមនុស្សអ៊ូអរច្រើនហើយទស្សនវិជ្ជាណែនកក់ស្ទះចេះវាស្តៀងគ្នាជាមួយនឹងបុណ្យអុំទូករបស់យើងនៅស្រុកខ្មែរណាគាត់ថាបុណ្យអុំទូករបស់យើងគឺគេបុកនាំគ្នាទៅមើលកម្មវិធីអុំទូកតែនៅប្រាំងនេះគឺអត់មានកម្មវិធីអុំទូកទេគេវាថា Braderie de Lille ហ្នឹងគេលក់របស់ជូនៅមកទៅហើយគេមានលក់ភេសជ្ជៈលក់អីចោលតម្លៃទៅអញ្ចឹងខ្ញុំបានដើរមើលគេមើលឯងទៅហើយនឹងឯងមិនយើងមកតែ Braderie de Lille ទេយើងមកមើលទីក្រុង Lille ផងដែរហើយដោយសារតែទីក្រុង Lille ហ្នឹងគឺជាទីក្រុងមួយដែលគេថាមានស្ថាបត្យកម្មស្អាតដោយបងប្អូនបានឃើញអញ្ចឹងវាពោពេញដោយក្បូរក្បាច់រចនាដែលខ្ញុំចាក់ស្ដែងខ្ញុំចូលចិត្តលក្ខណៈបែបក្បូរក្បាច់រចនាអញ្ចឹងដែរហើយជាពិសេសទៀតនោះគឺលក្ខណៈបោះប្រាំងហ្នឹងឯងព្រោះតាម Église ហ្នឹងគឺជាកន្លែងវិហារគ្រឹះសាសនាគេមួយស្អាតណាទីទៀតខ្ញុំដើរទៅដល់ហើយនេះខ្ញុំកំពុងនៅកន្លែងគេប្រពធំនេះណាអញ្ចឹងមែនតើខ្ញុំអត់សូវហ៊ានថតម៉ានេះព្រោះវារៀងចម្លែកព្រោះសារគេអត់សូវមានអ្នកថតកាន់ថតយ៉ាងនេះខ្ញុំថតតែឯងចឹងទេឥឡូវនេះខ្ញុំបានមកដល់មុខ Église ហើយដូចនិយាយ Église ហ្នឹងគឺកន្លែងវិហារគ្រឹះសាសនាមែនតើស្ថាបត្យកម្មនៅនេះគឺពិតជាស្អាតមែនតើបើទោះបីជារៀងតូចបន្តិចប៉ុន្តែស្អាតហើយចោះតម្រុំ Notre Dame de Paris ទៀតប្រហែលជាស្អាតខ្លាំងជាងនឹងទៀតណា
Chúng mìnhមានឱកាសខ្ញុំនឹងទៅលេង Notre Dame de Paris នៅទីក្រុងប៉ារីម្ដងដើម្បីបង្ហាញពីស្ថាបត្យកម្មអញ្ចឹងទៅអញ្ចឹងពេលខ្លះវានឹងផ្នែកផ្លែកភ្នែកដែរសម្រាប់យើងណាដូចយើងនៅខ្មែរយើងមានវត្តមានព្រះវិហារទៅដែលមានប្រាសាទអង្គរវត្តដើមទៅអញ្ចឹងទៅពេលពួកគាត់ទៅលេងខាងយើងក៏វាប្លែកហើយយើងមកលេងខាងគាត់នេះក៏ប្លែកដែរសម្រាប់ខ្ញុំគឺមានអារម្មណ៍ថាប្លែកហើយចូលទៅដល់ព្រាមមានអារម្មណ៍ថា wow it's amazing វាស្អាតខ្លាំងមែនទែនណាសម្រាប់ខ្ញុំណាហើយនៅខាងក្រៅមនុស្សច្រើនតទៅពេលនៅក្នុង Eclipse នេះគឺគេចាក់កំពីឬក៏ចាក់ភ្លេងលឿនតិចហើយមានអ្នកគេមកទីងទៀនបូជាព្រះយេស៊ូវគ្រីស្ទជាដើមណាហើយអ្នកខ្លះក៏គាត់អង្គុយនៅនឹងដើម្បីស្ដាប់គេចាក់ធម៌របស់គ្រិស្តសាសនាជាដើមទៅនៅក្នុង Eclipse នឹងអញ្ចឹងវាមានអារម្មណ៍ថាយើងចេញពីពិភពមួយដែលអ៊ូអរចូលមកពិភពមួយដែលគេហៅថារកផ្លូវស្ងប់ស្ងាត់ហើយដែលទេដូចខ្ញុំប្រាប់អញ្ចឹងគឺខ្ញុំអត់សូវហ៊ានថតមកនេះខ្ញុំរៀងមើលច្រើនដងដែរថាតើនៅក្នុងគេឲ្យថតដល់ព្រោះអីខ្លាចលោកគេអត់ឲ្យថតជាដើមទៅឥឡូវនេះខ្ញុំមកដល់ឥឡូវនេះគេប្រគំចម្រៀងចឹងលើស្ដាប់គេច្រៀងគេរាំអញ្ចឹងទៅខ្ញុំចេះតែរាំមួយគេមួយឯងអញ្ចឹងទៅនឹងឲ្យបន្ទាប់ពីមើលគេច្រៀងរាំហើយរាំឡកមួយគេតិចតួចអញ្ចឹងទៅខ្ញុំក៏បានដើរមកទៀតហើយខ្ញុំថតកាត់ឯដោយសារតែបញ្ហាគឺថ្មទូរស័ព្ទពិបាកមែនទែនហ្មងទូរស័ព្ទខ្ញុំមិនសូវថ្មសូវកាន់ហើយនៅនេះអាចបញ្ចូលឆ្នាំងសាឬយើងនោះទេគឺយើងចូលឆ្នាំងសាបែបមូលអញ្ចឹងអ្នកដែលទៀមមកបារាំងក៏គួរប្រេងដែរហើយមនុស្សបងប្អូនឃើញច្រើនយូរតែមែនទែនហ្មងមិនដឹងមកពីណាខ្លះទេហើយតាមខ្ញុំសួរទៅគឺមិនមែនមកពីបារាំងឯព្រោះមានអ្នកខ្លះគាត់អត់ចេះបារាំងណាហើយគាត់និយាយនេះទៅគាត់អត់យល់ឃើញខ្ញុំនៅនឹងទៅគាត់គិតថាអាស៊ីជាអង់គ្លេសអញ្ចឹងគាត់សួរខ្ញុំចេះតែបកប្រែទៅខ្ញុំចេះអង់គ្លេសតិចដែរហើយបារាំងចេះតិចដែរចេះនិយាយឡើងនិយាយចង់ទៅឥឡូវខ្ញុំដើរបកពីលើនេះខ្ញុំបានដើរបកក្រោយទៅវិញហើយព្រោះអីទូរស័ព្ទចិត្តអស់ថ្មហើយនៅមួយខ្ញុំចង់ទៅរកហាងបាយបងស្រីពីរនាក់ដែលហាងគាត់ឈ្មោះថា Live Office du Camboge ហ្នឹងគាត់លក់អាហារខ្មែរខ្ញុំចង់លក់អាហារខ្មែរហើយនៅមួយចង់និយាយខ្មែរអត់ដឹងមិនអីមកនេះអត់មានអ្នកនិយាយជាមួយចង់និយាយខ្មែរតែមុនទៅដល់យើងមើលគេ beatbox សិនណាEverybody put your hands in the air like you just don't care and clap. Here we go. បអីហើយអញ្ចឹងទៅយើងឈ្មោះមើលគេជួយអបអរគេឯងណាធ្វើមិនឲ្យយើងរៀងចុះមួយគេទៅហើយតើនឹងមកខ្ញុំបានដើរមកដល់ហាងបងស្រីហើយញ៉ាំបាយលោកឡានិយាយថាជាតិទៅជាតិនៅកន្លែងខ្ញុំវាអត់មានអាហារខ្មែរហូបជឿជាខ្លាំងមែនទែនហើយនឹងឯនេះខ្ញុំបានថតអតិថិភាពក្នុងហាងរបស់គាត់ណាអញ្ចឹងមានជនជាតិបរទេសមកហូបទៅច្រើនមិនមែនតែខ្មែរនេះឥឡូវខ្ញុំចេញទៅវិញហើយគាត់សួរខ្ញុំថាខ្មែរមិនមានពន្ធនៅឯដើមស្លាប់គាត់និយាយសិនអញ្ចឹងប្រញាប់ទៅវិញបងអើយនៅប៊ូឡូញហ៎មកតែឯងមានពុនខោទេនៅរៀនតាចានេះនៅរៀនមួយដែរខ្ញុំរៀន Master នៅប៊ូឡូញសេមៀចាហើយមកតែឯងអូយូរណាស់ហើយប្រងមកឲ្យយូរតិចទៅមកដល់បារាំង5ថ្ងៃហ្នឹងចាំតែខ្ញុំមិននិយាយបារាំងលុយមែនខ្ញុំរៀន Master បរិញ្ញាបត្របារាំងហ៎បងនេះមកលេងពួកបងហើយបាទបងបាទហ្នឹងហើយគេមកជួបគ្នាណាណាបងបាយបាយបងគេមកជួបគ្នានិយាយបាទបាយបងបាយ នឹងឯបន្ទាប់ពីលាគាត់ហើយនេះហាងឈ្មោះហាងរបស់គាត់ហើយខ្ញុំបានដើរទៅទៀតហើយពេលសັບចិត្តអត់លូតហើយខ្ញុំបានដើរទៅបន្តិចដើម្បីមើលUniversity Catholic de Lille ណាដើម្បីស្គាល់តែមុនទៅដល់ហ្នឹងគឺយើងមានគេហៅថា Cologne នេះក៏ស្អាតខ្លាំងដែរក៏ប៉ុន្តែខ្ញុំអត់បានថតច្រើនដែរដូចនិយាយដែរទូរស័ព្ទគឺអស់ថ្មអញ្ចឹងឆ្លៀតបានតិចទេអញ្ចឹងបងប្អូនអាចឃើញបានលក្ខណៈរបៀបការរស់នៅរបស់ជនជាតិបារាំងឬក៏អគាររបស់គេគឺនៅលក្ខណៈបុរាណគេអត់កែហ្មងទាំងអស់ហើយព្រោះអីនៅនេះគេមានច្បាប់ណាពេលយើងកសាងអគារឬក៏ធ្វើអីមួយយើងអាចចេះតែធ្វើបាននៃព្រោះអីគេមានច្បាប់រក្សាកន្លែងចាស់គេណាឬក៏កពស់ជាដើមបើយើងចេះតែធ្វើអាហ្នឹងវាខូចស្តង់ដារខូចសំណង់បុរាណរបស់គេជាដើមអញ្ចឹងនេះខ្ញុំដើរត្រឡប់ទៅវិញទៅកន្លែងកាហ្វូដូចជាផ្សារទំនើបដើម្បីបញ្ចូលទូរស័ព្ទហើយនឹងរៀបចំមកវិញអញ្ចឹង
ដើរតាមផ្លូវមើលគេមើលឯងទៅហើយថតខ្លះចែកម្លេចឲ្យបងប្អូនអ្នកមកហើយម្ដងនេះខ្ញុំប្រាំងខ្ញុំដើរកាត់គាត់មិញខ្ញុំស្មានគាត់ស៊ីម៉ង់ឈើអីតាក៏ប៉ុន្តែមិនមែនណាមិនឌឺគេលាបពណ៌ទេហើយគាត់ឈរនឹងទៅណាគេមកថតរូបមួយគាត់ហ្នឹងទៅឲ្យលុយគាត់ទៅហើយវាជាសិល្បៈនៅក្នុងការរកលុយម្យ៉ាងឬក៏លក្ខណៈមួយហៅថាវាប្លែកភ្នែកណានៅយើងដូចមិនសូវមាននេះថតគឺអលុតឬសក្រាប់តែម្ដងអត់មានអីបានចរចាពីពណ៌នាច្រើនទេពីព្រោះអលុតឈឹងហើយអញ្ចឹងយើងកាត់មកដល់បញ្ចូលថ្មទូរស័ព្ទនេះនៅកាហ្វូហ្នឹងខ្ញុំពងល្អថាមួយថ្ងៃហ្នឹងគឺដើរដើម្បីតែប្រយ័ត្នថ្មទូរស័ព្ទឯងដាក់ឡើងគេហៅថា save mode ទៀតណាកុំឲ្យទូរស័ព្ទយើងវាឆាំអស់ថ្មអញ្ចឹងទៅហ្នឹងហើយបន្ទាប់ពីខ្ញុំបានបញ្ចូលថ្មមកល្មមហើយខ្ញុំក៏បានមកស្ថានីយ៍រថភ្លើងលីឡាកូវិញដើម្បីធ្វើដំណើរទៅទីក្រុងប៊ូឡូញសៀមដែរខ្ញុំស្នាក់នៅនឹងវិញហ្នឹងណានេះចេញពីកាហ្វូគេហើយថតចឹងទៅឲ្យបងប្អូនមើលផងហើយទុកជាឯកសារមើលផងថាទីក្រុងគេម៉េចនៅប្រទេសគេម៉េចប្រជាជនគេម៉េចហ្នឹងហើយរបៀបស្លៀកពាក់គេអញ្ចឹងហើយនៅលីនេះអាកាសធាតុល្អស្តៀងខ្មែរដែរកាលខ្ញុំទៅហ្នឹងគឺដូចជា30ដឺក្រេតែយើងមិនបាច់ចាំពាក់អាវក្រៅទេយើងពាក់តែអាវយឺតមុំទៅគឺល្មមអាចដើរបានឲ្យស្រួលបើនៅខាងខ្ញុំអត់បានទេនៅប៊ូឡូញសៀមនេះតែដើរអាវក្រៅទៅទេហ្នឹងចូលដល់ទៅវិញចាប់ដើមហឺតហក់ព្រោះអីវារៀងតិចដោយសារខ្ញុំជាប់នៅមាត់សមុទ្រមកខ្ញុំដើរតែប្រហែលខ្ទង់តែ2នាទីទៅ3នាទីពីមាត់សមុទ្រអញ្ចឹងទៅខ្យល់សមុទ្រមករហូតណាទៅនេះស្ថានីយ៍រថភ្លើងSNCF របស់ទីក្រុងលីលអឺរ៉ុបពួកឯងមកគេដាក់លីលអឺរ៉ុបដោយសារតែស្ថានីយ៍រថភ្លើងហ្នឹងពីច្រើនវាទៅប្រទេសផ្សេងទៀតដែលកាលពីប្រទេសបារាំងដូចជាទៅទីក្រុងឡុងហើយទៅបែលហ្សិកទៅអាល្លឺម៉ង់អីហ្នឹងគឺគេមក transit នៅគេបដូរហ្នឹងអញ្ចឹងមុនយើងឡើងរថភ្លើងយើងដាក់ភេសជ្ជៈមួយកែវសិនហើយភេសជ្ជៈនេះខ្ញុំឲ្យមេដៃមួយក្នុងចំណោមអាហារបារាំងដែលខ្ញុំហូបទាំងប៉ុន្មានគឺភេសជ្ជៈនេះឆ្ងាញ់ជាងគេវាមានរសជាតិចេកលាយ strawberry ដែលយើងវាស៊ាំឬក៏ស្តៀងអីជាមួយនឹងយើងហូបនៅខ្មែរណាអញ្ចឹងឥឡូវនេះចាប់តាមស្ពៃឯងមុខស្ពៃមែនតើនេះព្រោះដើរមួយថ្ងៃនឹងជាង20គីឡូហើយវាមិនឆ្ងាយមែនទេសម្រាប់គេអ្នកដើរជាប្រចាំសម្រាប់ខ្ញុំហ្នឹងគឺចប់តែម្ដងគេទៅបានមកប្រាំងនេះទេតែបានដើរច្រើនចឹងបន្ទាប់ពីធ្វើដំណើរបានរយៈពេល1ម៉ោងមកខ្ញុំបានមកដល់ស្ថានីយ៍រថភ្លើងនៅទីក្រុងប៊ូឡូញសៀមហើយខ្ញុំក៏ដើរចេញទៅក្រៅអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមវីដេអូអញ្ចឹងនៅស្រុកបារាំងនេះនៅខេត្តផ្សេងឬក៏នៅតំបន់ផ្សេងខ្ញុំមិនច្បាស់មិនទេតែជាទូទៅប្រហែលជាអញ្ចឹងដែរតែនៅតំបន់ទីក្រុងខ្ញុំនេះគឺបងប្អូនឃើញបានគឺស្ងាត់តែម្ដងថ្ងៃអាទិត្យហ្នឹងគឺគ្មានមនុស្សគ្មានមនុស្សទេអញ្ចឹងហើយរថយន្តក្រុងហ្នឹងគឺឡានក្រុងហ្នឹងគឺអត់មានទៀតអញ្ចឹងទៅវាពិបាកសម្រាប់យើងធ្វើដំណើរព្រោះអីយើងនៅនេះយើងអត់មានឡានអត់មានម៉ូតូដូចគេទេអញ្ចឹងយើងមានពឹងតែមធ្យោបាយធ្វើដំណើរសាធារណៈទេគឺឡានក្រុងឯងបើអត់ឡានក្រុងគឺដើរតែម្ដងដូចខ្ញុំអញ្ចឹងគឺដើរចុះពីរថភ្លើងខ្ញុំដើរប្រហែលជា2គីឡូកន្លះដើម្បីត្រឡប់ទៅផ្ទះវិញនេះខ្ញុំបានដើរមកមាត់សមុទ្រនេះគឺមាត់សមុទ្រគេដៃសមុទ្រគេតូចណាដើរទៅមុខខាងត្រង់ផ្លូវខ្ញុំកំពុងដើរទៅគឺទៅដល់ឆ្នេរសមុទ្រហើយនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺតិចតែវាមិនត្រជាក់ខ្លាំងអីណាពេកថ្ងៃសារថ្ងៃហ្នឹងមេឃរៀងក្តៅហ្មងអញ្ចឹងណាហើយបើកថ្ងៃល្អទៀតអញ្ចឹងនេះទិដ្ឋភាពនឹងមូលនៃទីក្រុងដែលខ្ញុំស្នាក់នៅហើយបន្ទាប់ពីដើរមកស្ទុះមកខ្ញុំក៏បានមកដល់ផ្ទះវិញហើយគឺខ្ញុំនៅ Greece ហ្នឹងគឺជាហើយអន្តេកន្លែងនេះសិក្សានៅណាអញ្ចឹងវីដេអូរបស់យើងគឺដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូននឹងបានចូលចិត្តវីដេអូនេះហើយហើយណាក៏បងប្អូនស្គាល់ថាអូស្អីគេ Praderie de Lille ហ្នឹងដែលតាមរយៈការចែករំលែករបស់ខ្ញុំហើយរីករាយដែលបានចែករំលែករូបភាពនិងវីដេអូផ្សេងៗទាក់ទងជាមួយនឹងការរស់នៅបារាំងទៅកាន់បងប្អូនអរគ្នាអូខេបាយបាយជួបគ្នាវីដេអូក្រោយទៀត